តែអ្នកមានដឹងទេថាពាក្យសម្ដីមួយចំនួនដែលយើងប្រើប្រាស់ប្រចាំថ្ងៃដែលយើងតែងតែប្រើទៅកាន់មនុស្សទូទៅទាំងអ្នកដែលស្គាល់យើងឬក៏អ្នកដែលមិនស្គាល់យើងដែលពាក្យសម្ដីនោះយើងប្រើធម្មតាប៉ុន្តែផ្ទុយទៅវិញអាពាក្យដែលយើងប្រើទៅកាន់មនុស្សទាំងអស់នោះយើងបែរជាពិបាកយកមកប្រើមកកាន់មនុស្សពិសេសរបស់យើងទៅវិញមិនថាបុគ្គលជាសាច់ញាតិយើងឬក៏ជាប្តីប្រពន្ធភរិយាឬក៏កូនឬក៏ជាឪពុកម្ដាយជាដើមទាំងដែលពាក្យនោះយើងប្រើទៅកាន់មនុស្សទូទៅបានប៉ុន្តែយើងពិបាកក្នុងការនិយាយមកកាន់ដែលជាមនុស្សពិសេសរបស់យើងទាំងដែលពាក្យនោះសម្រាប់យើងយកទៅប្រើទៅកាន់មនុស្សទូទៅគឺវាមានអត្ថន័យធម្មតាប៉ុន្តែបើសិនជាយើងអាចយកមកប្រើជាមួយនឹងប្តីប្រពន្ធភរិយាសាច់ញាតិគ្រួសាររបស់យើងវាមានអត្ថន័យយ៉ាងពិរោះយ៉ាងទូលំទូលាយហើយបង្កប់នៅអត្ថន័យដែលធ្វើឲ្យរវាងយើងនិងមនុស្សពិសេសរបស់យើងកាន់តែមានភាពស្និទ្ធស្នាលនិងបន្ថែមក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកថែមទៀតដូច្នេះចូលយើងបង្កើនពាក្យសម្ដីណាដែលមានភាសាដែលបង្កប់នៅអត្ថន័យមួយដែលនាំឲ្យយើងទៅរកភាពរីកចម្រើនចំពោះគ្នាទៅវិញទៅមកឲ្យបានច្រើនទើបយើងអាចជោគជ័យនៅក្នុងការរស់នៅក្នុងសង្គមមួយដែលប្រកបទៅដោយភាពថ្លៃថ្នូរ